ចំណែកទី3ចិញ្ចឹមកូនយើងតែព្រោះពុទ្ធលោកប្រាប់ថាកូនជាឈើច្រត់របស់ម៉ែឪខ្លួនយើងណាសម្រាប់ទប់ខ្លួនយើងដល់ចាស់ជរាទៅឥឡូវសក្ខីភាពជាស្អីយើងឃើញនៅយាយតាចាស់អាយុ70-80ផ្លាយទៅហើយនោះមានធ្វើអីកើតទោះបីជាមានចំណេះជំនាញធ្វើអីក៏ធ្វើឡើងកើតហើយវាត្រុតត្រោមកម្លាំងកាយរូបរាងកាយកម្លាំងបញ្ញាអីទាំងអស់ធ្វើអីអត់បានទេម្ល៉េះហើយត្រូវទីពឹងកូននឹងឯងពុទ្ធថានឹងឈឺច្រើនប្រាប់ម៉ែឪប្រាប់មនុស្សថានឹងឈឺច្រើនខំរសាឈឺច្រើននឹងក្រិនទប់ខ្លួនដល់ចាស់នឹងអត់ប្រកែទេណាហ្នឹងបណ្ញោមញាតិពុទ្ធបរិស័ទអត់ដែលបានគិតតែខ្លួនអញនឹងចាស់ជារាទៅធ្វើអីមិនកើតបើត្រូវការពឹងអីណាអត់បានគិតទេណាបានគិតទេស្មានតែខ្លួនឯងនៅតែអញ្ចឹងឯងប៉ុណ្ណឹងពុទ្ធលោកសំដែងប្រាប់អាត្មានាំពាក្យរបស់ពុទ្ធឲ្យលោកប្រាប់មកប្រាប់ញោមញាតិទៀតថាកូនឈឺច្រត់លះបង់ទ្រព្យសម្បត្តិមកចំណែកនេះចិញ្ចឹមកូនសម្រាប់ទីពឹងខ្លួនដល់ចាស់ទៅអត់ប្រកែទេបើអស់ក្អេងក្អាងអីកើតហើយបងអង្គុយសង្កុកថានិយាយមិនចង់និយាយដល់ចាស់មែនទេណាអត់ចង់និយាយស្ដីទេវត្ថុមិនត្រូវអស់កម្លាំងទៅអស់ម្ល៉េះត្រូវណាត្រូវការពឹងកូនហើយបើខ្លះមានឈើចត់ឈើច្រត់ច្រើនហ្នឹងក្រិនតែខ្លះឈើច្រត់តែទៀតហ្នឹងបបាក្រិនតែមានឈើច្រត់ហើយលោកឲ្យបែងទៀតថាវាអាចមានស្លាប់ខ្លះវាអាចមានអាឈើច្រត់នោះវាទំនើងវាស្ទាវខ្លះបដៅវាមិនបានណាបើមានតែ2ងាប់1ទៅនៅសល់តែ1អា1នោះស្ទាវទៀតទៅធ្វើម៉េចបើសិនមាន3សល់1នេះលោកឲ្យគិតខ្ទេចខ្ទីយ៉ាងណារស់ដោយបញ្ញាណាបងតែយើងរស់ខ្វះបញ្ញាហ្នឹងជួសេចក្តីទៅហ៎បានលោកអ្នកប្រាជ្ញលោកពោលថាបញ្ញាជីវិតមេហុសេដ្ឋាអ្នកប្រាជ្ញទាំងឡាយលោកពោលថាជីវិតរបស់បុគ្គលដែលរស់ដោយបញ្ញាជាជីវិតប្រសើរបំផុតបញ្ញាគឺស្គាល់កាលស្គាល់ពេលស្គាល់វេលាអតីតអនាគតបច្ចុប្បន្នមកខាងមុខមិនជាពិសេសជីវិតយើងហ្នឹងពីអតីតដែលកន្លងយើងនៅជាកុមារក្មេងមិនទៅដឹងអីយ៉ាងគិតមើលមកអត់ដឹងអីទេដល់វាចេះតែចម្រើនលូតលាស់ធំឡើងលោកឪពុកអ្នកម្ដាយនាំឲ្យទៅរៀនទៅសូត្រហ្នឹងអាហ្នឹងសុទ្ធតែរឿងអតីតកាលទាំងអស់រួចពីអតីតនេះទៀតយើងអ្នកកាន់ពុទ្ធសាសនាមនុស្សទូទៅឲ្យទៅលឺអតីតសំដៅទៅលើតាអតីតពីជាតិមុននឹងឯងមកអាហ្នឹងក៏វាមិនត្រូវពាក្យថាអតីតនិយាយតែពេលដែលកន្លងផុតទៅហើយវាមានអតីតជាតិអតីតឆ្នាំអតីតខែអតីតថ្ងៃអតីតម៉ោងតែពេលនេះអតីតហើយពីព្រឹកណាអតីតដែលកន្លងឥឡូវបច្ចុប្បន្នពីព្រឹកមិញអតីតព្រឹកនោះឲ្យយើងគិតសពជាបញ្ញាយល់ដឹងបើមិនមានបញ្ញាទេជីវិតមិនបានស្អីយើងអត់ស្គាល់ការស្គាល់វេលាអីត្រូវត្រៀមខ្លួនអតីតមកអញក្មេងបច្ចុប្បន្ននេះក៏នៅមានកម្លាំងពលៀងណោដល់អនាគតកាលកាលមុខនឹងទ្រុឌទ្រោមចូលទៅកាន់វិជ្ជាត្រូវរៀបចំប្រដាប់សម្រាប់នឹងប្រើប្រាស់ក្នុងពេលអនាគតដែលខ្លួនយើងចាស់ជរាទៅនោះអានឹងរស់ដោយបញ្ញាគេស្គាល់អញ្ចឹងគេត្រៀមលក្ខណៈអញ្ចឹងនឹងសំអែដំរោចន្ទាវញោមញាតិជ្រាបអំពីពុទ្ធសាសនាជាសាសនាដែលធ្វើឲ្យមនុស្សមានបញ្ញាអានឹងចំណែកទី3ណាចិញ្ចឹមឈើច្រត់ឬឈើច្រត់ដល់ហើយថាបើមានតែ2ឬឲ្យគិតថាអាចមានងាប់1នៅសល់1ទំនើងស្ទាវទៀតបើមាន3សល់1ញោមញាតិណាមាន3ហើយញោមញាតិណាមាន3ណាឈើច្រត់មាន3ហ៎ហ៎3លោកកាន់ថាបើបាននៅល្អទាំង3ជាការប្រពៃប៉ាន់លោកធាថាបើមានខូច2ទៅមិនសល់1គេថា3នោះមកជាក្រានចាស់ណាទេ
Phải là ta bảo bàn buôn nó cả nằm mầm chẳng bày. Cả ba này buôn không? Buôn kre. Dòng bay ba này mầm chỉ ra. Nó phải thế, nó ta chê đó. Và ta má សម្រាប់អ្នកដែលមានឈើច្រត់តែមួយពីរអ្នកអាត្មាមិនសូវត្រេកអររីករាយផងទេគ្មានមុទិតាធ្វើទេបើមាន 4 5 ឡើងតែអាត្មាអូយមានមុទិតាធ្វើត្រេកអរញោមញាតមានឈើច្រត់ច្រើនទីពឹងខ្លួនដល់ចាស់ទៅនឹងជួយសប្បាយចិត្តអញ្ចឹងណាបើអាត្មាខ្លួនឯងអាត្មាមិនខ្វល់ទេមានឈើច្រត់ណាអត់Pada pandangan kita tulmian tanya datai bak kelun ai at ban ket kecil ket ai. Macam mian saya sengai roh desa nyom nyian ai. ឬនឹងអាចថាញោមញាតជាឈើច្រត់ក៏បានណាចាបានចាំគិតទៅលើហ្នឹងអានឹងទីពឹងតែបាត់ដឹងឯតាដឹងថាប្រពន្ធលោកបញ្រៀនថាព្រះអ្នកបួសឲ្យសង្គ្រោះប្រសក់ឲ្យសង្គ្រោះអ្នកបួសអញ្ចឹងដឹងឯតាបើញោមមានញោមញាតមានបញ្ញាហ្នឹងយល់ដឹងហើយស្អាបានទេហើយដើម្បីត្រូវតែជួយជ្រោមជ្រែងលោកអញ្ចឹងហើយអានឹងនិយាយពីពុទ្ធសាសនាអានេះចំណែកទី3